បងគាត់អាយុ55ហើយខ្ញុំទើបតែ20ជាងទេគាត់ចង់យកខ្ញុំទៅអង់គ្លេសតើអាចយកទៅបានដែរឬអត់ទេហើយទាមទារឯកសារអីខ្លះទៅអង់គ្លេសដែលខ្ញុំដឹងគឺអាចដាក់បានអត់បញ្ហាទេប៉ុន្តែគាត់ថាបើសិនជាករណីអាយុពីរនាក់យើងខុសគ្នាឆ្ងាយពេកព្រោះគ្នាថាខុសគ្នាជិត20ឆ្នាំ30ឆ្នាំអីចឹងណាដាក់វានៅតែដាក់បានប៉ុន្តែគេគ្រាន់តែការស៊ើបអង្កេតដូចឧទាហរណ៍ណាអឺតែខ្ញុំឮមិត្តភក្តិខ្ញុំហើយនិងអ្នកផ្សេងទៀតចែករំលែកករណីអាយុខុសគ្នាឆ្ងាយឆ្ងាយខ្លាំងណាគេនឹងឆែកមើលថាទំនាក់ទំនងពួកយើងយូរប៉ុណ្ណាជួបគ្នាបានប្រមាណដងគេនិយាយទៅគេចង់ឆែកតាក់ទងជាមួយនឹងទំនាក់ទំនងហ្នឹងពិតអត់ពីព្រោះដោយសារតែគេរកឃើញលក្ខខណ្ឌខ្លះគេហៅការคล้ายៗលក្ខខណ្ឌខ្លះទៀតពេលដែលរៀបការជាមួយជនជាតិបរទេសហ្នឹងរៀបការអញ្ចឹងឯណាពេលទៅនៅបាន3-4ឆ្នាំក៏លែងខាងប្រុសចោលទៅយកប្រុសក្មេងគ្នាឯងឬក៏មិនចឹងទៅអញ្ចឹងហើយលក្ខខណ្ឌដែលអាយុខុសគ្នាឆ្ងាយនៅតែដាក់បានប៉ុន្តែគេគ្រាន់តែស៊ើបឬក៏ឆែកមើលពីប្រវត្តិស្នេហាយើងហ្នឹងវាយូរឬក៏ច្បាស់លាស់ទុកឲ្យគួរឲ្យទុកចិត្តអត់វាប៉ុណ្ណឹងពីព្រោះដោយសារតែមានលក្ខខណ្ឌមួយចំនួនដែលពេលដែលគេអនុញ្ញាតឲ្យទៅស្រុកគេហើយនៅបានមួយរយៈក៏ក្រោមហេតុផលអន់ចិត្តចេះចោះហើយបែកបាក់គ្នាយ៉ាងងាយអ្នកដែលអាយុខុសគ្នាឆ្ងាយខ្លាំងអញ្ចឹងណាអញ្ចឹងសួរថាបានអត់គឺនៅតែបានឲ្យតែទំនាក់ទំនងនោះវាជាការពិតហើយមានរយៈពេលមួយដែលសមរម្យដែលអាចឲ្យគេជឿជាក់បានហើយសួរថាឯកសារទាមទារអីខ្លះរឿងហ្នឹងបងអត់ច្បាស់ទេដោយសារបងនៅប្រទេសដានម៉ាកអត់នៅអង់គ្លេសប៉ុន្តែពេលដែលយើងចង់រត់ការគឺត្រូវដូចជារត់ពីខ្មែរទាំងអស់អញ្ចឹងយើងអាចបញ្ជាក់ជាមួយនឹងខាង agency គាត់ថាបានមានអ្នកណាដឹងប្រសើរជាងខ្ញុំអាចចែករំលែកបានអរគុណ